សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកផ្នែកមួយនៃចរន្តឆ្លាស់គឺ resonance អគ្គិសនីអញ្ចឹងតើស្អីទៅជា resonance អគ្គិសនីបាទអញ្ចឹង resonance អគ្គិសនីគឺជាបាតុភូតកើតឡើងលើលំយោលអគ្គិសនីវាកើតឡើងចំពោះតែលំយោលអគ្គិសនីទេហើយលំយោលអគ្គិសនីកើតឡើងចំពោះ sequence ដែលមាន ALC បានវាកើតមានលំយោលណាបាទដែលធ្វើឲ្យ sequence ហ្នឹងមានចរន្តអតិបរមាបាទអតិបរមាក៏កើត resonance បាទឬក៏មានចរន្តអបបរមាក៏ resonance ដែរអញ្ចឹងវាកើតអតិបរមាចំពោះ sequence ជាសេរីបាទបង្គំជាសេរីនិងចរន្តអបបរមាពេលបង្គំជាខ្នែងបាទអញ្ចឹង resonance នេះគេប្រើរាវរយចរន្តអតិបរមាដូចជាក្នុងនៅក្នុងប៉ុស្តិ៍វិទ្យុជាដើមណាបាទអញ្ចឹងពួកអបបរមាគឺគេប្រើសម្រាប់ផ្ដាច់បាទសេវាផ្សេងបាទនេះសម្រាប់អបបរមាអញ្ចឹងដំបូងយើងលើកករណីបង្គំជាសេរីដែលធ្វើឲ្យចរន្តអតិបរមាណាខ្ញុំនឹងរកចរន្តវាករណីបង្គំជាសេរីអញ្ចឹងតាមរូបមន្តយើងគឺ E បាទស្មើនឹង v នៅលើ z បាទអញ្ចឹងករណីបង្គំជាសេរីយើងបាន z ស្មើនឹងរឹសនៃ z r ការ៉េបាទបូក zl ដក zc លើកជាការ៉េបាទនេះករណីបង្គំជាសេរីអញ្ចឹងយើងឃើញថាបើចរន្តអតិអានេះ ZR វិជ្ជមានជានិច្ចបាទអញ្ចឹងព្រោះវាលើកជាការ៉េហើយផលដកនេះក៏វិជ្ជមានដែរព្រោះវាលើកជាការ៉េអញ្ចឹងយើងឃើញថាកន្សោម E មានតម្លៃអតិបរមាព្រោះ V នេះគឺ V ប្រសិទ្ធបើយើងប្រើភ្លើងធម្មតាគឺ220វា220រហូតអញ្ចឹង V ក៏ថេបាទ ZR ថេអញ្ចឹងវាអាចប្រែប្រួលតាមផលដកនេះបាទអញ្ចឹងយើងឃើញថាបើ E អតិបរមាលុះត្រាតែបាទភាគបែងនេះអបបរមាបាទភាគបែងអបបរមាលុះត្រាតែ ZL ដក ZC នេះតូចបំផុតគឺខិតទៅរក0បាទអញ្ចឹងយើងថា E មានតម្លៃអតិបរមាបាទកាលណាភាគបែងអបបរមាអញ្ចឹងយើងបានបាទគឺ ZL ដក ZC ស្មើ0អញ្ចឹងបើ ZL ដក ZC ស្មើ0យើងបានបាទ ZL ស្មើនឹង ZC បាទដោយសារ ZL ស្មើ L អូមេហ្គាយើងអាចថាស្មើមូលនឹង L អូមេហ្គាហើយ ZC 1លើ C អូមេហ្គាអញ្ចឹងយើងលើក C អូមេហ្គាមកខ្នេះមកយើងបានស្មើមូលនឹង L អូមេហ្គាការ៉េ C ស្មើ1បាទអញ្ចឹងគេអាចនិយាយថាក្នុងលក្ខខណ្ឌ resonance បាទក្នុងលក្ខខណ្ឌ resonance គឺយើងបាន L អូមេហ្គាការ៉េ C ស្មើ1បាទ L អូមេហ្គាការ៉េ C ស្មើ1អញ្ចឹងខ្ញុំអាចសរសេរថាដូចនេះបាទក្នុងលក្ខខណ្ឌបាទ resonance គេបានបាទយើងមើលសរុបមកវិញបាទដោយសារ L អូមេហ្គាការ៉េ C ស្មើ1អញ្ចឹងយើងឲ្យ ZL ស្មើ ZC មានន័យថា L អូមេហ្គាស្មើនឹង1លើ C អូមេហ្គាអញ្ចឹងពេលដែល ZL ស្មើ ZC អញ្ចឹងអាម្ដុំនេះ0ណាស់បាទអញ្ចឹង Z បាទសកមូលនៃបង្គំស្មើ ZR ស្មើ R អញ្ចឹងបើស្មើ A ហើយអាហ្វីបាទមុំលំងាកវាក៏0ដែរពីព្រោះ ZR ស្មើ0ណាព្រោះ ZL ស្មើ ZC មុំលំងាកតាម ZR បាទ Z ស្មើ ZR អញ្ចឹងខ្ញុំអាចនិយាយសរុបមកវិញគឺយើងបាន
ទី1បាទគឺយើងបាន L អូមេហ្គាការ៉េ C ស្មើនឹង1បាទយ៉ាងទី2បាទគឺ Z សរុបបាទ Z ស្មើមូលស្មើនឹង ZA ស្មើ A អញ្ចឹងកណា Z ស្មើ ZA ហើយស្មើ A ហើយអញ្ចឹងអាមុំ phi បាទមុំលំងាកផាសហ្នឹងគឺស្មើ0ដែរបាទមានន័យថាចរន្តស្របផាសជាមួយតង់ស្យុងបាទខ្ញុំដាក់តា E ស្របផាសបាទអញ្ចឹងយើងទាញមិញគឺ Z ស្មើ ZA អញ្ចឹងមានន័យថា ZL ស្មើនឹង ZC បាទឬយើងអាចនិយាយថា L អូមេហ្គាស្មើ1លើ C អូមេហ្គាត្រឡប់មកវិញអញ្ចឹងក្នុងករណីរេសូណង់យើងអាចប្រើបានបាទនេះនេះណាយើងបន្តទៅទៀតនេះគឺជាក្រាបតាំងឲ្យហ្វ្រេកង់បាទចរន្តនិងហ្វ្រេកង់បានន័យថាចរន្តជាអនុគមនៃហ្វ្រេកង់ដែលតាំងឲ្យបាទបាតុភូតរេសូណង់អញ្ចឹងយើងឃើញអាកន្លែងដែលវាឡើងខ្ពស់បំផុតនេះគឺចរន្តអតិបរមាដែលបង្កើតនៅហ្វ្រេកង់រេសូណង់ហើយពេលដែលវាបានដល់ប្រហែលជា 70% នៃ EM បានន័យថាទៅនេះវាឡើងដល់ទៅនេះហើយចុះមកទៅនេះវិញអញ្ចឹងអានេះឡើងចុះហ្នឹងគឺអាស្រ័យទៅតាមផលដកបាទ ZL និង ZC នឹងឯងអញ្ចឹងនៅចន្លោះនេះបាទនេះគឺវាបាទខាង low ឲ្យ high អញ្ចឹងទៅអញ្ចឹងចន្លោះនេះគេឲ្យឈ្មោះថាចន្លោះបង់បាទធម្មតាយើងតាំងចន្លោះបង់បាទគេហៅថា BW បាទគឺចន្លោះបង់យើងអាចយកជាអូមេហ្គាក៏បាន S ក៏បានយក S high ដល់ S low មកឃើញចន្លោះបង់ហើយបាទចឹងជាហ្វ្រេកង់ចន្លោះបង់អញ្ចឹងបើសិនវិទ្យុវិញពេលដែលយើងសេរីទៅបាទមកដល់ចាប់ផ្ដើម 0.70 វាចាប់ផ្ដើមលឺតិចហ្នឹងបាទទីនេះវិទ្យុអីចឹងទៅហើយយើងចាប់ផ្ដើមសេរីមកលឺខ្លាំងទៅលឺខ្លាំងល្អកន្លែងរេសូណង់នេះបាទបន្តទៀតដល់ពេលយើងមួលទៅមុខទៀតចាប់ផ្ដើមថយចុះតិចមកដល់ណាបាទចាប់ផ្ដើមខ្សោយលែងលឺបាទអញ្ចឹងណាអញ្ចឹងគេប្រើវាសម្រាប់រហ្វ្រេកង់រេសូណង់បែបនេះឯងបាទអញ្ចឹងឥឡូវយើងបន្តទៅមួយទៀតគឺករណីតជាខ្នែងបាទករណីបង្គំជាខ្នែងគឺយើងយក A បាទយក L ហើយនឹង C បាទតជាខ្នែងអញ្ចឹងមកណាបាទអានឹងក៏វាកើតរេសូណង់ដូចគ្នាបាទនេះ A L C បាទក្នុងករណីតជាខ្នែងយើងបាន E បាទស្មើនឹងរឹស ER ការ៉េបូក EL ដក EC ការ៉េអញ្ចឹងយើងឃើញថាពេលដែល ZL ស្មើ ZC ធ្វើឲ្យ EL ស្មើ EC អញ្ចឹងទៅជា E នេះអបបរមាទៅវិញបាទបរមាទៅវិញណាអញ្ចឹងបាទបើ ZL ស្មើនឹង ZC នោះ EL ស្មើនឹង EC បាទគេបានស៊ីខ្វីមានចរន្តអបរមាបាទអញ្ចឹងករណីតជាខ្នែងបាទគឺវាកើតរេសូណង់ដែរប៉ុន្តែធ្វើឲ្យចរន្តនេះអបរមាទៅវិញបាទអញ្ចឹងអាហ្នឹងគេប្រើពេលចរន្តអបរមាវាក្រាបដូចនេះដែរគ្រាន់តែវាបច្រាស់ថយមកវិញចេះទៅវិញបើសំឡេងវិញគឺលែងលឺហើយបាទអញ្ចឹងគេប្រើសម្រាប់បាទបំបត្តិ signal អីផ្សេងបាទនៅក្នុងអេឡិចត្រូនិកបាទអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងបាទសូមអរគុណសម្រាប់ការតាមដានយកចិត្តទុកដាក់ស្ដាប់របស់បងប្អូនបាទសូមជូនពរឲ្យសុខភាពល្អបាទនឹងរៀនប្រកែគ្រប់គ្នាបាទអរគុណ